ហើយនៅពេលដែលពួកគេបានចូលទៅក្នុងដងសង្ប្រសិនហើយក៏មានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពថ្មីរបស់ជាតិវូនៅខ្លាំងមែនទែនព្រោះតែវិស័យនៅក្នុងដងសង្មួយនេះជាតិវូគឺគាត់តែប្រើប្រាស់សមត្ថរបស់ខ្លួនហ្នឹងឲ្យទៅវិភាគជាមួយពួកគេតែប៉ុណ្ណោះដែលធ្វើឲ្យការងាររបស់ពួកគេនឹងគឺដំណើរការយ៉ាងរលូនតែម្ដងរីឯជិនហោវិញគេក៏មានការអន់ចិត្តនឹងខ្លួនឯងក៏សតតែគេនឹងគឺខ្វះសមត្ថភាពព្រោះតែអ្វីដែលគេមានសពថ្ងៃហ្នឹងវាគឺជាសមត្ថភាពរបស់ជិនវូទាំងអស់គេគឺគ្មានជួយអ្វីបានទេសាច់រឿងក៏បានបង្វែរទៅកាន់ប្រទេសមួយផ្សេងទៀតក៏ដោយសារតែមាននៅមនុស្សចម្លែកម្នាក់ហ្នឹងក៏បានទៅវិភាគកងទ័ពជើងទឹកដែលធ្វើឲ្យពួកគេស្លាប់អត់ទប់សល់តែម្នាក់នោះទេក៏ដោយសារតែម្នាក់ហ្នឹងគឺគាត់ជាភាសាកូរ៉េអញ្ចឹងបើថាចម្លែកហ្នឹងក៏បានប្រាប់ឲ្យមនុស្សម្នាក់ហ្នឹងជួយជូនគាត់ទៅជួយជាមួយនឹងថ្នាក់ដឹកនាំប្រទេសបច្ចុប្បន្នរបស់ពួកគេទីក្រោយមកគាត់ក៏ត្រូវបានគេចាប់ខ្លួនដែលយើងក៏បានដឹងផងដែរថាសុងអ៊ីលវ៉ាន់ហ្នឹងគឺជា Hunter ប្រចាំប្រទេសកូរ៉េក៏ប៉ុន្តែគាត់គឺបានបាត់ខ្លួននៅពេលដែលគាត់ចូលទៅក្នុងដងខ្ញុំមួយកាលពី10ឆ្នាំមុនក៏ប៉ុន្តែឥឡូវនេះពួកគេក៏ដឹងទៅថារីឯរឿងរបស់កាត់ឡើងពេលនេះដងខ្ញុំកាលពី10ឆ្នាំមុនហ្នឹងគឺគ្មានអ្នកណាគេម្នាក់ដឹងទេក៏ដោយសារតែអ្នកដែលបានចូលទៅហ្នឹងពួកគេគឺត្រូវបានស្លាប់បាត់បង់ជីវិតអស់ហើយដោយសារតែសុងអ៊ីលវ៉ាន់គាត់ចេះនិយាយភាសាអង់គ្លេសដូច្នេះហើយខែថ្នាក់លើគឺបានបញ្ជូននៅ Hunter ម្នាក់ដែលអាចនិយាយភាសាកូរ៉េហ្នឹងឲ្យមកសម្ភាសន៍គេដោយផ្ទាល់អ្នកដែលបានមកសម្ភាសន៍ហ្នឹងគឺឈៀវវ៉ាដងស៊ូដែលបានដងស៊ូក៏បានហៅទៅការសុងអ៊ីលវ៉ាន់ថាជាបិសាចនិយាយភាសាក៏ប៉ុន្តែសុងអ៊ីលវ៉ាន់ក៏មិនបានតបអ្វីនោះទេថែមទាំងបានសួរទៅការវ៉ាដងស៊ូហ្នឹងថាតើបច្ចុប្បន្នក្រុម Hunter ឬក៏អង្គភាព Hunter ហ្នឹងក៏បានដឹងអំពីការកុបការរបស់ដងខ្ញុំហ្នឹងប្រហែលភាគរយដែររីឯវ៉ាដងស៊ូវិញគឺច្បាស់ណាស់អាប៉ែហ្នឹងគឺគ្មានដឹងខ្យល់អីនោះទេរីឯសុងអ៊ីលវ៉ាន់ក៏បានប្រាប់ថាអ្វីដែលបានកាត់ឡើងនៅលើពិភពលោកនេះហៅថាដងខ្ញុំហ្នឹងវាគ្រាន់តែជាផ្នែកមួយរបស់ពួកបិសាចតែរីឯអ្វីដែលបានកាត់ឡើងពិតប្រាកដហ្នឹងវាក៏មិនមែនជាការសម្លាប់បិសាចនោះទេក៏ប៉ុន្តែវាគឺជាសង្គ្រាមរវាងមនុស្សនិងសត្វចម្លែកហើយវត្តមានរបស់គាត់ដែលចេញមកបច្ចុប្បន្ននេះហ្នឹងគឺមកដើម្បីទប់ស្កាត់នៅវត្តមានរបស់ពួកបិសាចទាំងអស់នេះឯងក៏ប៉ុន្តែវ៉ាដងស៊ូហ្នឹងក៏បានប្រាប់ទៅកាន់សុងអ៊ីលវ៉ាន់ថាបិទមាត់ទៅខ្ញុំអត់ជឿប្រអឯងនិយាយទេខ្ញុំអត់ជឿអត់ទៅវិញហើយនៅពេលដែលគេឃើញប្រវត្តិរូបរបស់សុងអេវ៉ាន់នៅលើតុហ្នឹងគេក៏បានដឹងថាសុងអេវ៉ាន់ហ្នឹងគឺជាពលរបស់ឈិនវូពេលឃើញអញ្ចឹងវ៉ាណូស៊ុនក៏បាននិយាយទៅកាន់សុងអេវ៉ាន់ថាឈិនវូដែលជាកូនប្រុសច្បងរបស់គាត់គឺត្រូវបានគាត់សម្លាប់ហើយបន្តិចទៀតសុងអេវ៉ាន់ទៅជួបជាមួយឈិនវូដោយផ្ទាល់នៅឋាននរកបន្ទាប់ពីពួកគេនិយាយហើយហ្នឹងក៏ចាប់ផ្ដើមប៉ះទង្គិចគ្នារីឯកន្លែងស៊ុនអ្នកទោសទាំងមូលក៏ត្រូវបានខ្ទេចហើយអ្នកដែលបានចាញ់ហ្នឹងគឺជាវ៉ាណូស៊ូរីឯអ្នកដែលបានឃើញហេតុការណ៍ទាំងអស់ហ្នឹងពួកគេគឺស្ទើរតែមិនជឿនឹងភ្នែកក៏ដោយសារតែវ៉ាណូស៊ូដែលជា Hunter Rank S ហ្នឹងគឺបានជាចាញ់ក្រោមស្នាដៃរបស់មនុស្សចម្លែកម្នាក់រូបយើងក៏បានបង្វែរទៅកាន់ប្រទេសកូរ៉េវិញដែលពួកគេឥឡូវហ្នឹងកំពុងតែអង្គុយញ៉ាំសាច់អាំងនិយាយគ្នាលេងតែនៅពេលហ្នឹងហើយប្រដឈិនហោក៏បាននិយាយទៅកាន់ឈិនពូថាឈិនពូហ្នឹងគឺល្អជាងបងប្រុសរបស់គេខ្លាំងណាស់បើសិនជាប្រៀបធៀបគ្នាក៏ដោយសារតែឈិនពូហ្នឹងគឺបានជួយសង្គ្រោះជីវិតរបស់គេម្ដងហើយម្ដងទៀតហើយថែមទាំងបានយកប្រើរកការសម្រេចចិត្តរបស់គេហ្នឹងដែលគ្មានការតវ៉ាអីនោះទេតែនៃរបស់ឈិនហោហ្នឹងគឺចង់បានឈិនពូធ្វើជាបងប្រុសរបស់គេហើយឃើញថាប្រដឈិនហោកំសល់ពេលហ្នឹងឈិនពូក៏បានចាក់ស្រែឲ្យនិងបាននិយាយថាឥឡូវឈិនហោគឺជាប្អូនរបស់គាត់ពេញសិតហើយបាទប្អូនប្រុសលើកដាច់បរិយាកាសដែលអ៊ូអមនោះក៏បានប្រែទៅជាបរិយាកាសល្អប្រសើរឡើងវិញដោយសារតែប្រជិនហោគឺភ្ញាក់ផ្អើលនៅពេលដែលជិនវូនិយាយតែថ្មីក៏បានមកដល់ជិនវូក៏បានកុហកទៅកាន់ជិនណាថាឥឡូវនេះគាត់ក៏មានការងារមួយត្រូវទៅបំពេញរាល់ថ្ងៃលើត្រូវនៅតែតាមថ្ងៃនោះទេការងាររបបអីក៏របបមកហើយកន្លែងជិនវូត្រូវទៅនឹងវាគឺជាវិមានវិស័យឬក៏ជាហៅថា Demon Castle ក៏ដោយសារតែឥឡូវសមត្ថភាពរបស់ជិនវូគឺគ្រប់គ្រាន់ហើយក្នុងការស្វែងរកប្រមូលផលិតកម្មអមតៈហើយនៅពេលដែលជិនវូចូលទៅក្នុង Demon Castle ជិនវូគឺទទួលបាននូវ mission ថ្មីចេញពី system របស់ខ្លួនការងារនោះជិនវូគឺត្រូវទៅប្រមាញ់យកពលិរបស់ពួកវិស័យនៅក្នុងដុំកេសលនោះចំនួន1ហើយនៅពេលដែលជិនពូបានទៅដល់ជាន់ទី1យើងក៏បានឃើញនៅវិស័យជាច្រើនក៏ចេញមកស្វាគមន៍ទៅកាន់ជិនពូហើយមិនចាំយកជិនពូក៏ចាប់ដើមបើកនឹងការប្រមាញ់របស់ខ្លួនរីឯសេលនឹងបានបង្វែរទៅកាន់ជិនហោដែលជិនហោក៏បាននិយាយជាមួយនឹងឪពុករបស់ខ្លួនអំពីការបង្កើតនៅសមាគម Hunter ជិនហោក៏បានដឹងថាជិនសងបងប្រុសរបស់ខ្លួននឹងក៏មានគម្រោងក្នុងការកោះហៅនៅ Hunter ដែលមាន rank A នឹងឲ្យចូលរួមក្រុមជាមួយរីឯជិនហោវិញគាត់ក៏ចង់ណែនាំមនុស្សម្នាក់ឲ្យឪពុករបស់គាត់បានស្គាល់តើឪពុករបស់ជិនហោគាត់ក៏បានដឹងរួចមកហើយថាម្នាក់ដែលជិនហោចង់ណែនាំនឹងគឺជា Hunter សងជិនវូនិងបន្តទៀតថាទោះបីជាជិនវូគឺជា Hunter ដែលពិសេសក៏ប៉ុន្តែក៏ប៉ុន្តែជិនវូគឺស្ថិតនៅក្នុងការសម្គាល់របស់អង្គភាព Hunter ផ្សេងៗក៏ដោយសារវត្តមានរបស់ជិនវូនឹងមិនថានៅក្នុងដងចង់ណានោះទេគឺសត្វតែមានរឿងកើតឡើងចម្លែកជាច្រើនក៏ប៉ុន្តែគាត់ក៏អត់ប្រកាសនោះទេបើសិនជាជិនហោអាចក៏ហៅជិនវូចូលក្នុងក្រុមរបស់ពួកគេបានគាត់គឺនឹងផ្ទេរតំណែងទាំងមូលឲ្យទៅកាន់ជិនហោជាអ្នកគ្រប់គ្រងនិងបន្តសួរទៅកាន់ជិនហោថាតើជិនហោអាចធ្វើវាបានអត់ Hey you can do it ក៏សម្លាញ់គឺជាចិត្តលើកកូនទាំងហ្វ្រង់ហើយរីឯជិនហោវិញក៏បានយកប្រាំដោយ After តែនៅខាងជិនវូនៅវិញគាត់ក៏បានប្រមាញ់វិស័យនៅក្នុងដុំខេសននោះឡើងក៏ជាងគ្នាហើយតែបាននឹងនិទាននៅក្នុងដុំខេសនទាំងអស់នោះគឺវាមាន100ជាន់ហើយជាន់នីមួយៗនោះគឺសុទ្ធតែមានមួយវិស័យការពារហើយដើម្បីឲ្យជិនវូអាចបន្តដំណើរទៅមុខទៀតបានជិនវូក៏ត្រូវការกระดาษមួយដែលវាគឺជាលិខិតអនុញ្ញាតបញ្ជាក់ពីវត្តមានរបស់ជិនវូនោះឯងដឹងថាគាត់ទៅធ្វើចំណាយពេលយូរដូច្នេះជិនវូក៏បានបញ្ចេញនៅ shadow ខ្លះខ្មុំមួយយកមកជិះថាបានដាក់ឈ្មោះ shadow ខ្លះខ្មុំនោះថាតែតែដឹងក៏បានបង្វែរទៅកាន់ចំនួនហ្វឹកហាត់របស់នារីនោះវិញដែលយើងក៏បានឃើញសេសាឆាអេននេះក៏កំពុងតែហៅតាំងដែលយើងក៏បានដឹងផងដែរថាបន្ទាប់ពីពួកគេត្រឡប់មកពីការជួយជិនវិញឆាអេនក៏បានទៅជួបជាមួយនឹងឆយជូហេដែលឆាអេនក៏បានសួរទៅកាន់ឆយជូហេថាហើយបានជឿពួកគេមិនប្រកាសជាសារធានាអំពីវត្តមានរបស់ពួកវិស័យស្រមោចversion 2ដែលឆាអេនគឺខ្លាចថាមានសង្គ្រាមរវាងមនុស្សនិងវិស័យនេះគឺកើតឡើងម្ដងទៀតតែឆយជូអេនក៏បានប្រាប់ទៅកាន់ឆាអេនហ្នឹងគឺកុំបារម្ភពេកអីក៏សារពួកគេគឺបានរៀបគម្រោងរួចហើយក៏ដោយសារតែសមាគម Hunter នឹងក៏បានរៀបចំកម្លាំងដើម្បីទៅកំទេចកោះជូឈិននៅពាក់កណ្ដាលខែក្រោយទៀតនឹងបានប្រាប់ឲ្យឆាអេនហ្នឹងគឺធៀមខ្លួនហើយទៅ
កាត់ខាងឈិនវូនៅវិញគ្រប់វត្តមានវិស័យណាក៏ដោយឲ្យតែបានជួយជាមួយនឹងឈិនវូដែលតែមានពាក្យថាស្លាប់ហើយមូលហេតុដែលឈិនវូអាចសម្លាប់ពួកវិស័យនោះបានយ៉ាងងាយស្រួលក៏ដោយសារតែពួកវិស័យនៅខាងក្រៅនោះពួកវាគឺសត្វអន់នោះទេយូរប្រហែលឈិនវូក៏បានឡើងទៅដល់ជាន់ទី50រយៈវិស័យដែលឈិនវូបានសម្លាប់នោះវាគឺគិត10000ល្មមរយៈជាន់ទី50ឈិនវូក៏បានជួបប្រទះជាមួយនឹងមេវិស័យកំបាប់ដ៏សែនខ្ជិលហើយតែបានដឹងទៀតថាអាមេគេហ្នឹងវាគឺស្ថិតនៅក្នុងរែង S ដោយដឹងចឹងហើយឈិនវូក៏បានប្រតិកម្ម A grade និង Iron ថាអាមេគេហ្នឹងគឺទៅឲ្យគាត់ចម្លើយណាផ្សេងទៀតហ្នឹងពួកគេគឺត្រូវតែសម្លាប់ហើយដែលយើងក៏បានឃើញផងដែរថាសមត្ថភាពរបស់ A grade គឺនៅតែដដែលនោះទេជួបមួយវិញមួយជួបពីរវាយបោរីឯឈិនវូវិញក៏បានជួបប្រទះជាមួយនឹងមេកសម្ព័ន្ធវិស័យនោះដែលយើងឃើញថាកម្ដាប់ដៃរបស់ឈិនវូមួយដៃហ្នឹងគឺពិតជាខ្លាំងមែនតើក៏ប៉ុន្តែមួយដៃរបស់ឈិនវូហ្នឹងក៏មិនបានធ្វើអ្វីឲ្យទៅកាន់មេសម្ព័ន្ធនោះវាមានរបួសធ្ងន់អីនោះទេថាតែបានផ្ទុំមកចូលវាប្រហារឈិនវូទាំងកម្រាលពេលឃើញអញ្ចឹងឈិនវូក៏បានខ្ចីខែរបស់ Iron មកការពារខ្លួនតែយើងក៏បានឃើញផងដែរថាបើសិនជាគ្មានខែរបស់ Iron នោះទេឈិនវូក៏មិនអាចរកបានទេក៏ដោយសារតែមេវិស័យហ្នឹងក៏បានវាប្រហារទៅកាន់ឈិនវូដោយឈិនវូជាពាក់លុយគាត់ចឹងហើយបន្ទាប់ពីបានឃើញឱកាសមកដល់ឈិនវូក៏បានផ្ទុះទៅពីក្រៅបុប្រងនឹងចាក់សម្ដៅទៅកាន់មេវិស័យដ៏ធំនោះក៏តាមមេវិស័យដ៏ធំនោះក៏បានដឹងមុននឹងបានវាប្រហារទៅកាន់ឈិនវូដែលធ្វើឲ្យឈិនវូបញ្ញាប់ប្រើប្រាស់ skill ដើម្បីការពារខ្លួនហើយដែលដឹងថា reflex របស់វិស័យហ្នឹងក៏វាលឿនដូច្នេះហើយឈិនវូក៏បានបោកបញ្ឆោតឲ្យវិស័យហ្នឹងគឺរត់តាមខ្លួនទៅបងនាគារមួយហើយដែលឃើញអាការល្អមកដល់ដូច្នេះហើយឈិនវូក៏បានផ្ទុះចូលទៅវាប្រហារមេវិស័យនោះជាមួយនឹងកូនក្បត់ទាំងពីរដែលបានកាត់ផ្ដាច់ខ្លួនរបស់មេវិស័យនោះដាច់ខ្លួនជាពីរហើយបន្ទាប់ពីសម្លាប់មេវិស័យដ៏ធំនោះហើយឈិនវូក៏បានបន្តដំណើរឡើងជាន់បន្តទៀតហើយចុះតែឈិនវូឡើងមកបន្តនោះវាគឺជាជាន់ទី75ហើយបើនៅក្នុងជាន់ទី75នោះមានឈ្មោះថា Metal ដែល Metal នោះទេក៏បានសម្លាប់ទៅខាងក្រៅប្រតិបានឃើញព័ត៌មានរបស់ឈិនវូឈរយ៉ាងសង្ហាហើយច្បាស់ណាស់ Metal នោះក៏មានវិសាដូចជាពួកវិសានៅខាងក្រៅទៀតចឹងបន្ទាប់ពីសម្លាប់ Metal រួចហើយឈិនវូក៏ទទួលបានល្បាយជំពីរបន្ថែមទៀតរួចហើយឈិនវូក៏បានអង្គុយសម្លឹងទៅកាន់ជាន់បន្តទៀតក៏សារតែឥឡូវនឹងគាត់ទៅនៅជាន់ទី75មានន័យថាខ្វះតែ25ជាន់ទៀតទេគឺគាត់អាចសម្រេចគោលដៅបានហើយឯថែមទាំងឈិនវូទទួលបាននឹងវាមានដូចជាក្រវ៉ាដែលគាត់បានសម្លាប់បោះនៅក្នុងជាន់ទី50ហើយនឹងខ្សែកឆ្អឹងដែលគាត់គឺទទួលបានចេញពីបោះនៅក្នុងជាន់ទី75នេះឯងហើយនៅរបបផ្សេងទៀតដែលឈិនវូទទួលបានមានដូចជាដុំបាយគ្រីស្តាល់ពណ៌ក្រហមមួយសម្រាប់ពួក Magic ហើយនឹងitem ដែលឈិនវូទទួលបានចេញពីការធ្វើ quest របស់ system ដែលវាគឺជាកុសលពណ៌ខ្មៅមួយក៏ប៉ុន្តែវាក៏អត់ទាន់មានព័ត៌មាននោះទេក្នុង system រីឯរូបមន្តផលិតស្នាមអមតៈឬក៏ Elixir Online ឥឡូវនេះឈិនវូក៏ទទួលបាន item ចំនួន2ហើយគាត់នៅខ្វះតែ item មួយទៀតនោះទេគាត់ក៏អាចផលិតវាបានហើយចំណែកស្បៀងអាហារដែលឈិនវូបានយកមកនៅឥឡូវនេះគាត់ក៏បានញ៉ាំអស់ហើយដូច្នេះគាត់ក៏ត្រូវការចាក់ចេញទៅវិញដើម្បីទៅរៀបចំបន្ថែមទៀតគាត់ថាឈិនវូគឺអត់ដឹងទេថាតាចុះខាងលើនោះក៏វាមានឧបសគ្គអ្វីខ្លះ